trong đầu tế thái trong đầu tế thái nên mua hay lắm giờ chúng ta đã sang đầu tiền ai nơi nó tới viên ca cẩm riêng ca ăn không lương ấy ở đây thầm đà tại bài trang trong thôn nơi tại thành đặc biệt là những thôn nơi tại thái dương trong là thơ ca nơi tại mai bây giờ ก็មកប្រទេសយើងវិញបាទ មានការពីវនេះពីរដ្ឋាភិបាលតូនការងារអញ្ចឹងក្នុងនាមអូនជាពលករខ្មែរយល់ឃើញក៏ល្អនៅឃើញថាក្នុងប្រទេសយើងមានការងារហើយក៏ទៅធ្វើការប្រទេសយើងវិញល្អនៅខេត្តណាខេត្តស្រុកណានៅបាត់ដំបងអូខេ ទូរទស្សនិកជនជាទីមេត្រីគិតមកទល់នឹងពេលនេះគឺមានរយៈពេលប្រមាណជាង20ថ្ងៃមកហើយដែលចំនួនព្រំដែនកម្ពុជាថៃបាននឹងកំពុងកើតឡើងថ្ងៃនេះពាក់ព័ន្ធនឹងពលករដែលត្រឡប់មកពីប្រទេសថៃវិញគឺក្នុងនាមក្រសួងការងារដែលមកជួយយើងនៅបើកច្រកមណ្ឌលចំចតប៉ោយប៉ែតនេះគឺតាំងពីថ្ងៃទី14ដល់ថ្ងៃទី26អានេះគឺយើងទទួលបានពលករដែលមកទទួលការសម្ភាសទទួលការរាក់ទាក់ពីក្រុមការងារ2300នាក់អានឹងយើងនិយាយលេខមូលបាទហើយការចុះឈ្មោះក្នុងប្រព័ន្ធយើងក៏មានប្រព័ន្ធសម្រាប់ចុះឈ្មោះគាត់គឺមាន1011នាក់ហ្នឹងហើយបានចុះឈ្មោះហ្នឹងហើយហើយយកចំពោះនីតិវិធីយើងអត់មាននីតិវិធីអីទេគឺមកគ្រាន់តែផ្ដល់សេវាពាក់ព័ន្ធនឹងវិស័យការងារគឺក្រសួងមានសេវា3ដែលក្នុងមកផ្សព្វផ្សាយទូទីខាងពួកយើងខ្ញុំគឺមកផ្សព្វផ្សាយពីសេវារបស់ក្រសួងការងារទី1គឺក្រសួងបានផ្សព្វផ្សាយពីគេហៅថាបណ្ដុះបណ្ដាលដល់ពលករដែលមិនទាន់មានជំនាញគឺក្នុងនាមក្រសួងការងារគឺមាន1លាន5សែននាក់ដើម្បីគោលការណ៍បណ្ដុះបណ្ដាលក្នុងរយៈពេល5ឆ្នាំនេះអញ្ចឹងយើងត្រូវការអ្នកដែលមិនទាន់មានជំនាញដែលជាពលករដែលគាត់មកពីស្រុកនេះអត់ត្រូវជំនាញទី2គឺផ្សព្វផ្សាយពីកន្លែងការងារគឺយើងមាន250,000នាក់ដែលត្រូវការកម្លាំងពលកម្មដើម្បីចូលនៅកន្លែងការងារហើយទី3ទៀតយើងពាក់ព័ន្ធនឹងការផ្សព្វផ្សាយទៅលើរបបសង្គមគឺមានសេវា3ដែលសំខាន់គឺគាត់ទទួលបានគ្រោះថ្នាក់ការងារនៅពេលដែលគាត់មានការងារទៅបើមិនជាគាត់ទទួលបានការងារគាត់នឹងទទួលបានសេវា3គ្រោះថ្នាក់ការងារថែទាំសុខភាពនិងសោធននិវត្តន៍បាទនីតិវិធីក្នុងការទទួលដូចមិនមានអីនេះទេគឺនៅពេលដែលគាត់ចូលពីច្រកទ្វារមកគឺក្រុមការងារគ្រាន់តែសម្ភាសគាត់មានតែអត្តសញ្ញាណប័ណ្ណឬក៏ប៉ាសពតឬក៏លិខិតឆ្លងធ្វើដំណើររបស់គាត់ហ្នឹងគឺយើងអាចចុះឈ្មោះគាត់ហើយនឹងនេះបានហើយក្នុងករណីដែលគាត់ត្រូវការរកការងារធ្វើគឺយើងមានខាង NDA អាជ្ញាធរជាតិមុខរបរនឹងការងារគាត់ចាំពិគ្រោះយោបល់ថែមទៀតដែលគ្រប់គ្រងការងារបាទហើយអញ្ចឹងវាដូចជាអត់មាននីតិវិធីអីច្រើននេះគាត់ចូលមកហើយណាមួយទៀតអ្វីដែលគាត់មកគាត់ប្រញាប់ទៅស្រុកកំណើតហើយខាងអាជ្ញាធរខាងខេត្តប្រទេសវិជ័យគាត់មានឡានសម្រាប់ជូនទៅដល់ស្រុកកំណើតបាទទីក្នុងខេត្តនៃស្រុកកំណើតរបស់គាត់មួយហ្នឹងហើយបាទក្នុងរយៈពេលប្រហែលថ្ងៃដែលពលករមកពីថៃវិញខេត្តដែលពលករមកច្រើនជាងគេគឺខេត្តប្រទេសវិជ័យនេះឯងតែម្ដងគឺគាត់មកច្រើនបន្ទាប់មកគឺដូចជាបាត់ដំបងហើយសៀមរាបព្រៃវែងហើយបន្តបន្សំទៀតកំពង់ធំអីចឹងទៅបាទហ្នឹងហើយដែលខេត្តដែលមកច្រើនសម្រាប់នៅច្រកប៉ោយប៉ែតនេះតាមសួរទៅបងប្អូនដែលមកដល់ទីតាំងយើងគឺតំណែងទៅមូលហេតុនៃការដែលគាត់ត្រឡប់វិញមាន 4-5 ចំណុចដែរនៃការមកវិញទី1គាត់មានការរើសអើងនៅទីតាំងរបស់គាត់ទី2ទៀតការងារគាត់អស់ការងារនៅកន្លែងហ្នឹងគាត់លែងមានការងារធ្វើដែរអញ្ចឹងដោយសារវាបញ្ហានេះគ្នាអញ្ចឹងទៅតែជាពាក់ព័ន្ធនឹងសេដ្ឋកិច្ចដូចគ្នាអញ្ចឹងគាត់ក៏អត់ការងារគាត់ត្រឡប់មកវិញទីនេះទៀតអាចមកអ្នកផ្ទះគាត់ខលហៅហ្នឹងហើយអ្នកខ្លះទៀតពុកម្ដាយគាត់ឈឺតែមិនចេតនាគាត់ខ្លះគាត់មកក្នុងនាមថាមកលេងទេតែដល់ពេលវាជាប់បញ្ហាអញ្ចឹងទៅក៏នេះទៅអញ្ចឹងមាន 4-5 មូលហេតុហ្នឹងនៃការចាក់ចេញរបស់ពួកគាត់បាទជាចុងក្រោយសម្រាប់សារខ្ញុំហើយក្នុងនាមមន្ត្រីរបស់ក្រសួងការងារ
សូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋប្រជាពលករយើងដែលកំពុងតែធ្វើការនៅថៃសូមអញ្ជើញមកកម្ពុជាមកប្រទេសយើងវិញដោយសារការងារជាច្រើននៅរងចាំហើយយើងតែដឹងថាបើសិនជាប្រទេសមួយដែលมันមានកម្លាំងពលកម្មដើម្បីកសាងប្រទេសអាហ្នឹងគឺក៏វាការរីកចម្រើនវាមិនលឿនអញ្ចឹងសម្រាប់បងប្អូនដែលទៅធ្វើការងារនៅក្រៅទៅជួយអភិវឌ្ឍប្រទេសគេហើយអញ្ចឹងបងប្អូនជាកម្លាំងធ្នូលមួយក្នុងការជំរុញសេដ្ឋកិច្ចរបស់យើងអញ្ចឹងសូមបងប្អូនឆាប់រួសរាន់ក្នុងការវិលត្រឡប់មកជួយអភិវឌ្ឍប្រទេសយើងទាំងអស់គ្នាជួយជាមួយនឹងរដ្ឋាភិបាលជាមួយនឹងក្រសួងការងារបាទសូមអរគុណខ្ញុំបាទស្រេងតារាបណ្ដាញសារព័ត៌មានខេមប៉ុសធ្វើសេចក្តីរាយការណ៍ពីច្រកប៉ោយប៉ែតខេត្តបន្ទាយមានជ័យខេមប៉ុសព័ត៌មានថ្មីគ្រប់វិនាទី